ឯអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក Igor Treisman បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFE នៅថ្ងៃទី28 ឧសភានេះថាសហភាពអឺរ៉ុបស្វាគមន៍ចំពោះការលើកលែងទោសលោកកឹមសុខាដោយបានឆ្លៀតរំលឹកបញ្ជាក់ថាសហភាពអឺរ៉ុបធ្លាប់បានវិតម្លៃជាបន្តបន្ទាប់ថាការចោទប្រកាន់ការកាត់ក្តីនិងសាលក្រមប្រឆាំងលោកកឹមសុខាមានលក្ខណៈនយោបាយក៏បានអំពាវនាវឲ្យដោះលែងមេដឹកនាំនយោបាយប្រឆាំងរូបនេះដែរទោះជាយ៉ាងណានឹងបើតាមលោក Igor Treisman សហភាពអឺរ៉ុបនឹងបន្តតាមដានបន្ថែមទៀតដើម្បីធានាថាគូប្រជែងនយោបាយមិនត្រូវប្រឈមនឹងការធ្វើទុកបុកម្នេញឬការចោទប្រកាន់តាមផ្លូវតុលាការដោយហេតុផលនយោបាយបន្តទៀតនោះទេបារាំងតាមរយៈស្ថានទូតខ្លួនប្រចាំនៅកម្ពុជានាថ្ងៃទី27 ខែឧសភាបានចេញសេចក្តីថ្លែងការណ៍មួយដោយគោរពចំពោះការផ្ដល់ការលើកលែងទោសមួយផ្នែកដល់លោកកឹមសុខានិងថាបារាំងនៅតែបន្តការបញ្ញាចិត្តរបស់ខ្លួនចំពោះនីតិរដ្ឋនិងពហុបកប្រជាធិបតេយ្យទាំងនៅក្នុងប្រទេសកម្ពុជានិងនៅទូទាំងពិភពលោកឯអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោក Stefan Messerer បានចាត់ទុកការលើកលែងទោសលោកកឹមសុខាថាជាការវិវត្តវិជ្ជមានដំបូងមួយឆ្ពោះទៅរកបរិយាកាសនយោបាយនិងសង្គមស៊ីវិលបើកចំហនិងយុត្តិធម៌ជាងមុនការស្វាគមន៍ការលើកលែងទោសលោកកឹមសុខាក៏មានពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាដោយបញ្ជាក់ថាអង់គ្លេសបានតាមដានសំណុំរឿងលោកកឹមសុខាយ៉ាងយកចិត្តទុកដាក់និងធ្លាប់បានទាមទារឲ្យដោះលែងលោកកឹមសុខានិងផ្ដល់សេរីភាពនយោបាយឲ្យលោកកឹមសុខាឡើងវិញសម្រាប់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាការលើកលែងទោសលោកកឹមសុខាជាការបោះជំហានទៅមុខដ៏មានអត្ថន័យសម្រាប់ជាតិទាំងមូលសូមរំលឹកថាលោកកឹមសុខាប្រធានអតីតគណៈបក្សសង្គ្រោះជាតិត្រូវបានលើកលែងទោសពីការជាប់ពន្ធនាគាររយៈពេល27ឆ្នាំតាមរយៈព្រះរាជក្រឹត្យព្រះមហាក្សត្រដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែនក្នុងថ្ងៃទី25 ខែឧសភាឆ្នាំ2026